នេះខ្ញុំមិននិយាយពីលំអិតពីសាច់លៃយ៉ាសកាបងប្អូនសម្រាប់សាច់លៃយ៉ាសកាគឺជាប្រភេទសាច់លៃសុទ្ធបងប្អូនមើលទៅគឺវាមានគ្រាប់ម្សៅឬក៏ក្លិនម្សៅជូរម្សៅលាយសូម្បីតែ1%ហ្មងបើសិនជាមានជាតិលាយឬក៏ជាតិកាត់ទៅលើស្បែកគឺខ្ញុំឲ្យយកមកគប់ក្បាលអ្នកលក់ហ្មងសាច់លៃហ្នឹងគឺសាច់លៃសុទ្ធបងប្អូនហើយសម្រាប់សាច់លៃសុទ្ធខ្ញុំនេះគឺវាអត់ដូចសាច់លៃសុទ្ធទូទៅទេអញ្ចឹងបានកម្រិតសរបស់វាខ្ពស់លាបទៅសលឿនជាងលៃសុទ្ធទូទៅដែលខ្ញុំនិយាយថាគុណនឹង20ហ្នឹងណាគឺវាល្មួតហើយគឺមានសំណើមខ្លាំងហើយគឺសាច់លៃល្មួតហ្នឹងគឺវាសម្បូរទៅដោយវីតាមីនជាច្រើនដែលជួយធ្វើឲ្យស្បែកយើងសលឿនហើយនឹងអាចនិយាយបានថាពេលដែលប្រើគឺសបែបគុណភាពម៉ត់អាឡងដូចអតិជនខ្ញុំប្រើមួយចាក់អ្នកដែលគាត់មានបញ្ហាស្បែកស្ងួតស្បែកស្ដើងស្បែកខូចខ្ញុំ recommend មែនតើហ្មងជាមួយនឹងប្រេងប្រើជាមួយនឹងប្រេងគឺសាច់យើងកាន់តែលាបលេកាន់តែឆាប់ចូលបានល្អហើយមួយទៀតគឺវាជួយព្យាបាលស្បែកបានលឿនក៏អត់ដូចសាច់លៃហៀវៗដែលយើងប្រើច្រើនពេកដែរនិយាយទៅយើងប្រើប៉ាក់បានល្មមទៅគឺបានហើយព្រោះឯដែលសាច់លៃល្មួតហ្នឹងគឺវាច្រើនណាស់បងប្អូនហើយចំណដល់កន្លះគីឡូនិយាយទៅលៃនេះប្រើអត់ងាយអស់ទេខ្ញុំតែនិយាយជូនហ្មងហើយប្រើទៅគឺឃើញស្បែកយើងប្លែកភ្លឺថ្លាហើយគឺវាចាប់ផ្ដើមសទៅហ្មងមិនលក្ខណៈថាកាត់សទៅដបងយូរទៅខ្មៅខូចស្បែកលើដើមអីអត់ទេស្បែកយើងប្រើដបងគឺវាភ្លឺថ្លាដូចយើងញ៉ាំពពួកផលិតផលល្អ collagen ពីក្នុងចឹងតែបងប្អូនប្រើយូរទៅគឺវាកាន់តែសខ្លាំងទៅហើយបែបអាឡងបែបក្រាស់ហ្មងនិយាយទៅសាច់ដូចកពុកការ៉េចឹង